រឿងនិទានបងប្អូនពីរនាក់នឹងដើមស្វាយមាសកាលពីព្រេងនាយមានបងប្អូនពីរនាក់រស់នៅក្នុងភូមិតូចមួយបងឈ្មោះកុសុភាជាមនុស្សចិត្តល្អខិតខំធ្វើការនិងស្រឡាញ់អ្នកដទៃចំណែកប្អូនឈ្មោះកុសវណ្ណវិញជាមនុស្សខ្ជិលនិងលោភលន់ថ្ងៃមួយពួកគេទៅកាប់អុសនៅព្រៃសុភាបានជួយបក្សីតូចមួយដែលជាប់អន្ទាក់បក្សីនោះនិយាយថាអរគុណបងថ្ងៃក្រោយខ្ញុំនឹងសងគុណវិញបន្ទាប់មកបក្សីបាននាំសុភាទៅកាន់ដើមស្វាយមួយដែលមានផ្លែមាសភ្លឺចែងចាំងបក្សីប្រាប់ថាបងអាចយកតែប៉ុន្មានផ្លែដែលបងត្រូវការប៉ុណ្ណោះសុភាយកតែពីរផ្លែហើយត្រឡប់មកផ្ទះពេលយកទៅលក់គាត់បានប្រាក់គ្រប់គ្រាន់សម្រាប់ជួយម្ដាយនិងរស់នៅសុខសាន្តសុវណ្ណដឹងរឿងនេះក៏ចង់បានមាសដែរគាត់ធ្វើដូចជាជួយបក្សីដើម្បីបានរង្វាន់ពេលទៅដល់ដើមស្វាយមាសគាត់លោភខ្លាំងហើយបេះយកទាំងអស់ភ្លាមនោះមែកស្វាយក៏បាក់ធ្លាក់ហើយផ្លែមាសទាំងអស់คล้ายជាថ្មធម្មតាសុវណ្ណភ័យខ្លាចនិងសោកស្ដាយយ៉ាងខ្លាំងតាំងពីថ្ងៃនោះមកគាត់ក៏ចាប់ផ្ដើមកែខ្លួនឈប់លោភលន់និងខិតខំធ្វើការដូចបងរបស់គាត់គិតបណ្ឌិតមនុស្សចិត្តល្អនិងមិនលោភលន់តែងទទួលបានសេចក្ដីសុខអ្នកលោភលន់ពេកចុងក្រោយអាចបាត់បង់អ្វីទាំងអស់